안녕하세요 여러분.ជំរាបសួរអ្នកទាំងអស់គ្នាសាជាថ្មីកាន់វីដេអូរៀនតទៅនឹងកលដាស្រានមាន ABS topic កាលវីដេអូមុនគឺយើងបានមកបង្រៀនតទៅនឹងការដោះស្រាយនៅលំហាត់ ABS topic ផ្នែកអានក្នុងមេរៀនទី6អញ្ចឹងថ្ងៃនេះគឺយើងបន្តចូលដល់មេរៀនទី6ដដែលប៉ុន្តែយើងចូលដល់ផ្នែកស្ដាប់វិញម្ដងបាទតើឡើងចូលដល់ផ្នែកស្ដាប់ដែលជាភាសាកូរ៉េយើងនិយាយថា thiết kỳ បាទអញ្ចឹងមុននឹងយើងស្ដាប់គឺយើងទៅមើលក្បាលសំណួរមកសិនមកតើគេបញ្ជាយើងឲ្យធ្វើអីក្បាលសំណួរហ្នឹងគេនិយាយថា il pon putho sampon kaji បាទ il pon putho sampon kaji វាថាចាប់ពីលេខ1រហូតដល់លេខ3ថាមើល thiết cố terren ne yong khóa con cái inen karimer correceptio ក្នុងប្រយោគនេះអត់មានប្រធានទេគឺយើងបកប្រហែលពីខាងចុងមកបាទសូមជ្រើសរើសបាទ correceptio សូមជ្រើសរើស karimer បាទរូបភាព con cái inen ដែលពាក់ព័ន្ធខ្វល់នេះនឹងនៃយ៉ងនេះអត្ថន័យ terren នេះប្រែថាដែលបានស្ដាប់ពាក្យដាវាធិតតាបាទស្ដាប់រីឯធិតគោនេះបន្តពីស្ដាប់ដោយសារវាបូជាមួយនឹងវិជ្ជករគោដែលយើងជួបពីវីដេអូមុនហើយវិជ្ជករនោះប្រែថាបន្តពីហើយនឹងស្នប់ឃ្លាថាមើលខាងក្រោមអញ្ចឹងបើយើងបកប្រែទាំងអស់ហើយនេះគេបញ្ជាយើងថាសូមជ្រើសរើសរូបភាពដែលពាក់ព័ន្ធនឹងអត្ថន័យដែលបានស្ដាប់បន្តពីស្ដាប់ខាងក្រោមមានន័យថាគេនឹងចាក់ភាសាស្ដាប់ហើយតមកឲ្យយើងជ្រើសរើសរូបភាពមួយដែលពាក់ព័ន្ធទៅនឹងវិញ្ញាសាស្ដាប់ហ្នឹងតោះឥឡូវយើងចូលទៅដល់បាទ il pon mon che សំណួរលេខ1បាទអានេះវាតកតងទៅនឹងបាទម៉ោងលេខ1នេះគឺសំដៅទៅលើម៉ោង11បាទម៉ោង11ជាភាសាអង់គ្លេសយើងនិយាយថា yoransi បាទអញ្ចឹងម៉ោងយើងប្រើលេខកូរ៉េកាត់បាទកូរ៉េសុទ្ធបាទម៉ោង11បាទ yoransi រ៉ែលេខ2នេះបាទម៉ោង11កន្លះអាហ្នឹងyoransi បាទ30 pun ក៏បានឬក៏ yoransi បាទ yoransi pan បាទ yoransi pan នោះមានថាម៉ោង11កន្លះឬក៏ yoransi 30 pun រីឯម៉ោង12នេះបាទជាភាសាកូរ៉េបាទ yol thusi បាទ yol thusi មានថាម៉ោង12 yol សំដៅលើលេខ10 thu នេះលេខ2អញ្ចឹង yol thusi នេះសំដៅលើម៉ោង12រីឯនាឡិកាទី3នេះបាទម៉ោង12កន្លះអញ្ចឹងyol yol thusi pan ក៏បានឬក៏ yol thusi 30 pun តើឥឡូវយើងសាកស្ដាប់មើលតើគេនិយាយហ្នឹងគឺនៅរូបភាពលេខម៉ានពាក់ព័ន្ធហ្នឹងហើយយើងបើកភាសាស្ដាប់ឲ្យ1번부터 3번까지 다음을 듣고 들은 내용과 관계 있는 그림을 고르십시오. 1번 몇 시에 점심을 먹었습니까? 12시 반에 먹었습니다.
បាទតាមរយៈការសន្ទនាមួយហ្នឹងនារីគាត់សួរថាតើអ្នកញ៉ាំអាហារថ្ងៃត្រង់គឺនៅម៉ោងប្រហែលបាទដល់ពេលបរងក៏ឆ្លើយថាគឺញ៉ាំនៅម៉ោង12កន្លះបាទជាឆ្លើយត្រឹមត្រូវគឺលេខបាទនេះលេខ4នេះដើម្បីឲ្យច្បាស់ឥឡូវយើងទៅមើលប្រូទាំងអស់គ្នាមកបាទប្រូហ្នឹងគឺនៅខាងក្រោមស្រាប់នេះបាទ il pon munche បាទសំណួរលេខ1មិញហ្នឹងយោនារីក៏សួរថាមញ៉ុច CA មញ៉ុច CA ប្រែថាម៉ោងប្រហែលមញ៉ុចនេះប្រហែល C នឹងម៉ោងឆំស៊ីមើលមកកស៊ីមីកាឆំស៊ីមើលមកកស៊ីមីកានេះបើប្រែថាបានញ៉ាំអាហារថ្ងៃត្រង់ចឹងនារីក៏សួរថាតើបានញ៉ាំអាហារថ្ងៃត្រង់នៅម៉ោងប្រហែលណាំនេះបរោះក៏ឆ្លើយថាយកទូស៊ីផាណេមកកស៊ីមីដាយកទូស៊ីផាណេមិនប្រែថាម៉ោង12កន្លះមកកស៊ីមីដានេះបានញ៉ាំចឹងបានញ៉ាំនៅម៉ោង12កន្លះចឹងឥឡូវយើងក៏លេខទៅមើលម៉ោងរបស់យើងមកបាទម៉ោង12កន្លះគឺបាទនៅរូបភាពលេខ4បាទចឹងលេខ4ជារូបភាពដែលពាក់ព័ន្ធគឺជាចំណុចត្រឹមត្រូវបាទលេខ1នេះខុសហើយបាទលេខ2នេះក៏ខុសដែរលេខ3នេះក៏ខុសដែរបាទជួយឆ្លើយត្រឹមត្រូវវាលេខ4ហ្មងហ្នឹងបាទម៉ោង12កន្លះឥឡូវយើងចូលដល់សំណួរលេខ2 e-pon munche លេខ1រូបភាពដែលយើងបានឃើញនេះបាទគឺក្រៅពីដេកក្រៅពីដេកជាភាសាអង់គ្លេសយើងនិយាយថា ironada បាទ ironada ហើយលេខ2នេះបាទមើលសភៅយើងអាននិយាយថាបាទឆេគឺផូកូស៊ីមីដាឬក៏ពីដើមវាឆេគឺផូដាលេខ3នេះបាទកំពុងស្ដាប់តន្ត្រីបាទមកគឺទិតកូស៊ីមីដាបាទពីដើមវាបាទមកគឺទិតតាតែលេខ4នេះបាទដូចជាជុំមិត្តភ័ក្តិបាទឈិនគូរម៉ាណាដាជាភាសាអង់គ្លេសឈិនគូរម៉ាណាដាបាទជុំមិត្តភ័ក្តិបាទលេងសាកស្ដាប់បាទសាច់រឿងយ៉ាងមើលតើរូបភាពមួយណាដែលពាក់ព័ន្ធនឹងការនិយាយហ្នឹង 2번. 오늘 저녁에 뭐 합니까? 커피숍에서 친구를 만납니다. Và trong mình bà đó có sút nề tha ta bơ lì nên thua vậy ri ai bà đó có chơi tha bà sum to bà đó có sút nề tha thua vậy bà nề có chơi tha có năng chú một phe này hang cà phê bà chẳng rút phe đẹp pon mà rút phe này mà tâm trời đẹp pon nó trở lại lip nơi sum nô lipi cứ mà rút phe lip buồn đi bà lấy cho mơ bà rô ọc này máuនេះបាទអ៊ីប៉ុនមុនចេណាំនេះបាទបារោះក៏ស្ថាអូននៅថ្ងៃនេះឆាញ់គេពេលល្ងាចមកអ្វីហាមីកានេះធ្វើ
តើថ្ងៃនេះពេលល្ងាចធ្វើអ្វីនារីក៏និយាយថា coffee shop អេសនៅឯហាងកាហ្វេ coffee shop នៅហាងកាហ្វេ Cingkuru Manamida វាថាជួបមិត្តភ័ក្តិថាជួបមិត្តភ័ក្តិនៅហាងកាហ្វេបាទអញ្ចឹងមកយើងក៏លេខមើលឆ្លើយរបស់យើងនឹងហើយបាទគឺឆ្លើយត្រឹមត្រូវលេខ4ចានេះក្រៅពីដេកនេះខុសហើយនេះអានសភើនេះក៏ខុសដែរស្ដាប់មន្ត្រីនេះក៏ខុសដែរបាទចាចម្លើយត្រឹមត្រូវគឺលេខ4បាទជួបមិត្តភ័ក្តិតើឥឡូវយើងចូលដល់លេខ3មកសម្ព័ន្ធមុនចេបាទលេខ1នេះឃើញបរោះហ្នឹងបាទកំពុងតែបាទច្រៀងណាបាទច្រៀងជាភាសាកូរ៉េបាទ Noreru បាទ Hada ឬក៏ Purumida ដែលលេខ2នេះបាទគាត់កំពុងដើរសួនច្បារអាហ្នឹងគេហៅថាដើរលេងចិត្តជាភាសាកូរ៉េយើងនិយាយថាបាទ Sanchek Hada ដែលលេខ3នេះបាទកំពុងតែងូតទឹកផ្កាឈូកនេះបាទហ្នឹងជាភាសាកូរ៉េបាទ Shavo Hada ដែលលេខ4នេះបាទកំពុងតែមើលកុនបាទមានរូបភាពបាទមនុស្សបជាវហ្នឹងបាទហ្នឹងកំពុងតែមើលកុនជាភាសាកូរ៉េយើងនិយាយថាយ៉ុងបាទយ៉ុងហ្វារើផូដាតើចង់ដឹងថាលេខ3ហ្នឹងសាច់រឿងគេនិយាយតទៅពីអីទេឥឡូវសាកស្ដាប់បងប្អូនគ្នាមក 3번 오전에 뭐 했습니까? 공원에서 산책했습니다. bà mấy nè rí có số thá ở cho nế bà ô cho nế một hết sinh cá ta nè bơ bà được xuyên nó bàn thua vậy bà bà có cho thá không vào này xó san chơi cứ hết sinh đà bàn đà lên nè xuân cho bà mà cho lại tâm trời vào viết bà cho lại tâm trời vào viết cứ lấy bà lấy pi ní và lấy dân làm mẹ cho bác bà dân tới bà tới mua pro tọt này máu bà pro bà lấy bay mày nữa xong con muốn chế gió bà này có số tha ô cho né nó bờ xíu mó ở vậy hay xem cái này bàn thờ chúng ta bàn thờ vậy nơi bờ xíu nắm niệm bờ đó là thá không vấn này xó không vấn xuân cho bà ai xó nữa ấy san chơi cứ hay xem đà bán đà lên cho mà đà lên này xuân cho bà và cho nó đặc biệt quán cứ lấy và lấy pi này để muốn nó có khó và chỉ nên dùng tiếng khó ngụt tức cả chúng nó khó một con này khó đẹp và cho lấy bây lại tâm tay lấy pi lấy những chỗ đó bà sung nó lấy buôn lấy phèm đại chia bà sung nó trong coi này biết ô dữ bà sung lấy buôn lấy phèm vô dễ chỉ sai cái thả sa pon bút thó ô pon cà chi bà sung nó cái số thả và cái bị chơi dữ thả thả mới thật cố mua được mấy ăn mà chân thay thả với có reception giờ này em bật tiền đấy nhưng bộ bè bị hàng trong máu có reception này xong chưa rồi thay thả này trong lói ăn mà chân để tầm tới mua được mấy phải là xong nữa
ធិតគោបាទពេលថាស្ដាប់ថាមើលពេលថាខាងក្រោមចឹងឥឡូវនេះបបពីខាងក្រោយមកគេបញ្ជាយ៉ាងថាសូមជ្រើសរើសចម្លើយដែលត្រឹមត្រូវនិងសំណួរបន្ទាប់ពីស្ដាប់ខាងក្រោមចឹងសារព័ន្ធមុនចេបាទសំណួរលេខ4អានេះគេហៅថាបាទបាទចម្លើយពហុជ្រើសរើសគេថាគេឲ្យចម្លើយយើង4តមកវាមានចម្លើយមួយដែលស្របទៅនឹងវិញ្ញាសាស្ដាប់ដែលគេសួរយើងអញ្ចឹងដើម្បីឲ្យយើងដឹងថាយើងគួរតែឆ្លើយចម្លើយមួយណាជាជំហានដំបូងពេលគេនិយាយលើកទី1គឺយើងទៅបកប្រែចម្លើយទាំង4នឹងទុកមុនឲ្យហើយតមកពេលគេចាក់ស្ដាប់ម្ដងទៀតបានយើងផ្ទៀងទៅជាស្ដាប់មើលថាតើគេសួរពីរឿងអីភាសាក្នុងសភៅនេះវិញ្ញាសាស្ដាប់នេះគេនិយាយតែម្ដងទេតែពេលប្រឡងមែនទែនគេមិននិយាយតែម្ដងទេគេនិយាយយើងស្ដាប់នោះ2ដងតោះយើងបកប្រែចម្លើយទុកឲ្យមកលេខ1នេះគេនិយាយថាមេអ៊ីលឈូលគុនហាមីដាប្រែថាចូលធ្វើការរៀងរាល់ថ្ងៃមេអ៊ីរៀងរាល់ថ្ងៃឈូលគុនហាមីដានឹងចូលធ្វើការដែលលេខ2ផល0តាមរយៈឡានក្រុងឈូលគុនហាមីដាចូលធ្វើការចឹងចូលធ្វើការតាមរយៈឡានក្រុងរោនេះតាមរយៈបាទរबिចករោនឹងបើប្រើជាមួយមធ្យោបាយធ្វើដំណើរចឹងឡានក្រុងនេះជាមធ្យោបាយធ្វើដំណើរចឹងបូកមួយរោនេះយកមកប្រែថាដោយឬក៏តាមរយៈរាចលាលេខ3នេះនិយាយថាអាឈីមយកដល់ CA ឈុលគឹមបាទឈុលគិនហាមីដាអាឈីមពើព្រឹកយកដល់ CA ម៉ោង8ឈុលគិនហាមីដានឹងចូលធ្វើការចឹងចូលធ្វើការនៅម៉ោង8ព្រឹកចម្លើយលេខ4វិញខាឡូបាទខាឡូស៊ីហាកូខាត់ឈីឈុលគឹមបាទឈុលគិនហាមីដាខាឡូស៊ីនេះឈ្មោះរបស់គេយើងដឹងថានឹងឈ្មោះដោយសារវាមានពាក្យ C នេះហាកូនេះហើយនឹងវិជ្ជករខាត់ឈីនេះជាមួយឈុលគឹមហាមីដានឹងចូលធ្វើការចឹងចូលធ្វើការជាមួយនឹងខាឡូចុះឥឡូវបាទឥឡូវសំណួរលេខ4នេះបានដឹងចម្លើយវាមួយហើយចម្លើយទី1បាទម្ដងទៀតគេនិយាយថាចូលធ្វើការរៀងរាល់ថ្ងៃលេខ2ចូលធ្វើការតាមរយៈឡានក្រុងលេខ3ចូលធ្វើការនៅម៉ោង8ព្រឹកលេខ4ចូលធ្វើការជាមួយនឹងខាឡូតើលេងស្ដាប់មកតើគេនិយាយពីរឿងអី4번부터 5번까지 다음을 듣고 물음에 알맞은 대답을 고르십시오. 4번 몇 시에 출근합니까? 1. 매일 출근합니다. 2. 버스로 출근합니다. 3. 아침 8시에 출근합니다. 4. 칼로 씨하고 같이 출근합니다. បាទវិញ្ញាសាលេខ4មួយហ្នឹងបើរកក៏សួរថាវិញ្ញាសា CA ឈុលគឹមហាមីកាតើចូលធ្វើការនៅម៉ោងប្រហែលលេខ1គេឆ្លើយថាចូលធ្វើការរៀងរាល់ថ្ងៃនេះខុសហើយលេខ2ចូលធ្វើការតាមរយៈឡានក្រុងនេះខុសហើយគេសួរម៉ោងលេខ3នេះចូលធ្វើការនៅម៉ោង8ព្រឹកនេះបានទៅជាឆ្លើយត្រឹមត្រូវលេខ4ចូលធ្វើការជាមួយនឹងខាឡូអានេះខុសឆ្ងាយបាទឆ្លើយត្រឹមត្រូវវាលេខ3ដើម្បីឲ្យបាទជាក់ច្បាស់ឥឡូវយើងទៅមើលប្រូទាំងអស់គ្នាមកបាទនេះប្រូលេខ4មួយហ្នឹងសាប៉ុនមុនចេណាំនេះបារោះគាត់សួរថាមញ៉ុច CA មញ៉ុចនេះប្រហែល C នឹងម៉ោងឈុលគិនហាមីកាចូលធ្វើការចឹងគេសួរថាតើចូលធ្វើការនៅម៉ោងប្រហែលចឹងបើគេសួរបែបហ្នឹងយើងត្រូវរើសចម្លើយដែលនិយាយតាក់ទងនឹងម៉ោងចឹងមានតែចម្លើយត្រឹមត្រូវលេខ3ទេដែលនិយាយតាក់ទងនឹងម៉ោងគេនិយាយថាអាឈីមយកដល់ CA ឈុលគិនហាមីកាចូលធ្វើការនៅម៉ោង8ព្រឹកតោះសំណួរចុងក្រោយអូប៉ុនមុនចេបាទសំណួរលេខ5
ដូចគ្នាអញ្ចឹងបាទយើងបកប្រែឆ្លើយទាំង4ឲ្យដឹងមកតមកបានយើងស្ដាប់ម្ដងទៀតហើយបានយើងដឹងថានឹងត្រូវឆ្លើយចម្លើយលេខប្រមាណលេខ1បាទគេនិយាយថា il copsie moximida il copsie នៅម៉ោង7 moximida នេះញ៉ាំហើយលេខ2 P57 moximida P57 នឹងប្រែថាបាយច្បល់ឬក៏បាយ P57 ហ្នឹងឈ្មោះម្ហូបរបស់គេ moximida នេះញ៉ាំអញ្ចឹងញ៉ាំបាយ P57 ឬក៏ញ៉ាំបាយច្បល់ហើយលេខ3 Kisuksaiso moximida Kisuksaiso ប្រែថានៅឯប្រទេសនៅរួម moximida នឹងប្រែថាញ៉ាំអញ្ចឹងញ៉ាំនៅឯប្រទេសនៅរួមហើយលេខ4 Panchangnim hako moximida Panchangnim នេះប្រធានផ្នែក hako ហើយនឹង moximida ប្រែថាញ៉ាំអញ្ចឹងញ៉ាំនឹងប្រធានផ្នែកឥឡូវយើងសង្ខេបឆ្លើយទាំង4ឡើងវិញមកឆ្លើយលេខ1មិញគេឆ្លើយថាញ៉ាំនៅម៉ោង7លេខ2គេនិយាយថាញ៉ាំបាយច្របល់លេខ3គេឆ្លើយថាញ៉ាំនៅឯប្រទេសនៅរួមលេខ4គេឆ្លើយថាញ៉ាំនឹងប្រធានផ្នែកយើងស្ដាប់មកតើស្អីឬគេនិយាយពីរឿងអី 5번. 어디에서 저녁을 먹습니까? 1. 7시에 먹습니다. 2. 비빔밥을 먹습니다. 3. 기숙사에서 먹습니다. 4. 반장님하고 먹습니다. បាទសំណួរលេខ5មិញហ្នឹងគេសួរថា Odieso 저녁을 먹습니까 បើប្រែថាតើញ៉ាំអាហារពេលល្ងាចហ្នឹងនៅឯណាចឹងបើសួរទៀតតងទីកន្លែងឆ្លើយត្រឹមត្រូវគឺមានតែមួយទេបាទគឺឆ្លើយលេខ3នេះញ៉ាំនៅឯផ្ទះសិននៅរួមបាទអានេះអីគប់ស៊ីអេមកស៊ីមដាញ៉ាំនៅម៉ោង7នេះខុសហើយហើយលេខ2ញ៉ាំបាយច្បល់នេះក៏ខុសដែរហើយលេខ3ញ៉ាំនឹងញ៉ាំនឹងលោកប្រធានផ្នែកនេះក៏ខុសដែរព្រោះសំណួរគេសួរទៅតងទីកន្លែងអញ្ចឹងមានតែឆ្លើយត្រឹមត្រូវលេខបាទលេខ3ទេបាទហើយយើងទៅមើលប្រូតអស់គ្នាមកដើម្បីឲ្យជាក់ច្បាស់បាទឧបករណ៍នេះបាទលេខ5នេះណាំនឹងបារោះក៏សួរថា Odiesoនៅឯណាឆញ៉គុលមកស្មីកាឆញ៉នឹងពេលល្ងាចមកស្មីកាពេលតែញ៉ាំចឹងបើសួរស្ដាប់មកតាញ៉ាំអាហារពេលល្ងាចហ្នឹងនៅឯណាចឹងមកគេសួរទៅទីកន្លែងឆ្លើយត្រឹមត្រូវមានតែលេខ3ហ្នឹងទេដោយសារគេនិយាយថាញ៉ាំនៅឯផ្ទះសិននៅរួមចឹងវាជាទីកន្លែងចឹងឆ្លើយត្រឹមត្រូវលេខ3ហ្នឹងបាទចឹងវីដេអូនៃការបង្រៀនទៅនឹងការដោះស្រាយលំហាត់ EVS topic មេរៀនទី6ផ្នែកស្ដាប់បានមកដល់ទីបញ្ចប់អរគុណអ្នកនរគ្នាដែលបានចំណាយពេលវេលាតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់បើចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like ឬក៏ជួយ subscribe Channel YouTube របស់ខ្ញុំមួយដើម្បីជាការលើកទឹកចិត្តឲ្យខ្ញុំបន្តផលិតវីដេអូជាបន្តទៅមុខទៀតអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូបន្ត